សម្ដេចតេជោហ៊ុនសែនអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ីនៅថ្ងៃពុធ11កើតខែពិសាខឆ្នាំអាសាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី7ខែឧសភាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ ពាន់មហារនីប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅវិមានរដ្ឋសភារដ្ឋធានីហ្សាកាតាសាធារណរដ្ឋឥណ្ឌូនេស៊ីឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យប្រសិទ្ធិបានឲ្យដឹងថានៅក្នុងជំនួបនេះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ីនាពេលនេះលោកជំទាវបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះបានធ្វើឲ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឥណ្ឌូនេស៊ីកម្ពុជាកាន់តែរឹងមាំថែមទៀតលោកជំទាវក៏បានរំលឹកពីឱកាសដែលបានជួបសម្ដេចតេជោការនៅកាន់តំណែងជានាយករដ្ឋមន្ត្រីនិងកាន់តែរីករាយដែលបានជួបសម្ដេចតេជោនៅពេលនេះដែលសម្ដេចបានកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅក្នុងជំនួបនេះសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ីដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចនិងគណៈប្រតិភូកម្ពុជាសម្ដេចតេជោបានបង្ហាញក្តីរីករាយដែលបានជួបលោកជំទាវជាថ្មីដែលជំនួបលើកនេះគឺជាជំនួបលើកទី3រវាងសម្ដេចនិងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ីសម្ដេចតេជោក៏បានបង្ហាញនូវក្តីរីករាយចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជាឥណ្ឌូនេស៊ីដែលបានបន្តរហូតមកដល់ពេលនេះសម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឥណ្ឌូនេស៊ីដែលបានប្រឹងប្រែងសម្របសម្រួលក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជារហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្ដេចតេជោបានរំលឹកពីការរៀបចំប្រារព្ធខួប65ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាឥណ្ឌូនេស៊ីកាលពីឆ្នាំ2024គឺឆ្នាំមុនដោយនៅឆ្នាំមុនក្នុងខួប65ឆ្នាំកម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន2ដើម្បីដាក់សម្ពោធនោះគឺមហាវិថី Sukarno ជាមហាវិថីដែលដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ីនិងមហាវិថី Ali Alatas ជាមហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីប៉ុន្តែកម្មវិធីសម្ពោធមហាវិថីទាំងពីរត្រូវខកខានទៅវិញសម្ដេចតេជោក៏បានអញ្ជើញលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមការវេលាសមស្របណាមួយនាពេលឆាប់ខាងមុខនេះនិងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរនេះផងដែរលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ីរីករាយទទួលយកសំណើរបស់សម្ដេចតេជោនិងរីករាយចំពោះកម្ពុជាដែលបានដាក់ឈ្មោះឯកឧត្តម Sukarno ជាជីតារបស់លោកជំទាវនៅមហាវិថីនៅកម្ពុជាលោកជំទាវបានសន្យាថានឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ខាងមុខនេះដោយនឹងនាំម្ដាយលោកជំទាវមកទស្សនកិច្ចនៅកម្ពុជាផងដែរលោកជំទាវរីករាយនឹងអញ្ជើញសម្ពោធមហាវិថីទាំងនោះនៅក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជាសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចរីករាយនឹងរងចាំស្វាគមន៍លោកជំទាវអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាអំឡុងកិច្ចជំនួបពិភាក្សានេះសម្ដេចតេជោនិងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ីក៏បានពិភាក្សាពីពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរដោយសម្ដេចតេជោស្នើឲ្យជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានចំនួនកើនឡើងថែមទៀតដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ$1000 លានតែប៉ុណ្ណោះសម្ដេចតេជោក៏បានស្នើឲ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរណ៍ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនផងដែរសម្ដេចតេជោបានអរគុណជាថ្មីចំពោះឥណ្ឌូនេស៊ីដែលបានទទួលស្វាគមន៍សម្ដេចនិងប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្ដៅបំផុតសម្ដេចតេជោសង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀតនៅក្រៅដំណើរទស្សនកិច្ចរបស់សម្ដេចក្រោយបញ្ចប់ជំនួបពិភាក្សាការងារលោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានអញ្ជើញសម្ដេចតេជោដើម្បីទស្សនាអគារវិមានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីផងដែរ